សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel General Knowledge and English Grammar ថ្ងៃនេះយើងនឹងនិយាយអំពីអ្វីមួយដែលលោកអ្នកឃើញញឹកញាប់នៅក្នុងព័ត៌មាននោះគឺយានយន្តអគ្គិសនីហើយអ្វីបានជាមនុស្សកាន់តែច្រើនជាងមុនទិញយានយន្តអគ្គិសនីហើយដូចសពមួយដងយើងនឹងរៀនវិជ្ជាសព្ទវេយ្យាករណ៍និងរចនាសម្ព័ន្ធប្រយោគតាមបរិបទខាងលើនេះយានយន្តអគ្គិសនីឬ EV កំពុងមានភាពពេញនិយមកាន់តែខ្លាំងនៅជុំវិញពិភពលោកហើយមានហេតុផលសំខាន់ចំនួន3នៅពីក្រោយនេះទី1គឺ fuel is becoming more expensive ដែលប្រែថាប្រេងឥន្ធនៈកាន់តែឡើងថ្លៃជាងមុនតម្លៃសាំងថ្លៃជាងមុនធ្វើឲ្យមនុស្សចង់បានការធ្វើដំណើរដែលមានចំណាយតិចជាងមុនហើយរថយន្តអគ្គិសនីមានចំណាយថ្លៃដំណើរការទាបជាងរថយន្តដើរដោយសាំងទី2គឺ government support green energy ដែលប្រែថារដ្ឋាភិបាលជាច្រើនផ្ដល់ជំនួយនិងការបន្ថយពន្ធចំពោះការប្រើប្រាស់យានយន្តដើរដោយថាមពលស្អាតដោយសារប្រទេសនានាចង់កាត់បន្ថយការបំពុលនិងបញ្ហាប្រែប្រួលអាកាសធាតុទី3គឺ technology is improving fast ដែលប្រែថាបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សអាគុយយានយន្តអគ្គិសនីប្រើបានយូរជាងមុននិងអាចសាកបានលឿនជាងមុនដូច្នេះនិយាយឲ្យស្រួលស្ដាប់គឺតម្លៃថោកជាងមុនគូផ្សំជាមួយនឹងបច្ចេកវិទ្យាប្រសើរជាងមុននាំឲ្យមានយានយន្តអគ្គិសនីច្រើនជាងមុនពេលបន្តទៅសិក្សាពាក្យគន្លឹះនិងវេយ្យាករណ៍យើងខ្ញុំសូមណែនាំអំពីថ្នាក់រៀនបកប្រែខ្មែរអង់គ្លេសដែលជាថ្នាក់រៀនអនឡាញតាមប្រព័ន្ធ Zoom ថ្នាក់រៀនបកប្រែខ្មែរអង់គ្លេសគឺជាថ្នាក់រៀនមួយពេលបង់មួយពេលតាមប្រព័ន្ធ Zoom ស័ក្តិសមចំពោះអ្នកដែលចង់ពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងរចនាសម្ព័ន្ធឃ្លាវេយ្យាករណ៍និងការប្រើប្រាស់វិជ្ជាសព្ទឲ្យត្រូវតាមបរិបទភាសាអង់គ្លេសយ៉ាងវិញទៀតយើងមានការបញ្ចុះតម្លៃពិសេសសម្រាប់សិស្សចូលរៀនដំបូងផងដែរសូម scan QR code នៅលើអេក្រង់នេះឬចុចតំណជាប់នៅក្នុង caption ខាងក្រោមវីដេអូដើម្បីចុច subscribe នៅក្នុង channel Telegram របស់ថ្នាក់រៀននិងចុច like នៅក្នុងទំព័រ Facebook ខ្មែរ English Translation Class ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីថ្នាក់រៀនសូមអរគុណតោះឥឡូវនេះចូលយើងងាកមករៀនវិជ្ជាសព្ទដែលគេតែងប្រើក្នុងព័ត៌មានសេដ្ឋកិច្ចនិងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងបរិបទយានយន្តអគ្គិសនីទី1គឺ electric vehicles ឬហៅកាត់ថា EVs ដែលមានន័យថា cars powered by electricity instead of petrol ប្រែថាយានយន្តដើរដោយអគ្គិសនីជំនួសឲ្យប្រេងសាំងឧទាហរណ៍ EV sales are rising worldwide មានន័យថាការលក់យានយន្តដើរដោយអគ្គិសនីកំពុងតែកើនឡើងនៅទូទាំងពិភពលោកទី2គឺ incentives មានន័យថា financial support from the government ដែលប្រែថាការលើកទឹកចិត្តជាជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលឧទាហរណ៍ governments offer incentives to EV buyers ប្រែថារដ្ឋាភិបាលផ្ដល់ជាការលើកទឹកចិត្តជាជំនួយហិរញ្ញវត្ថុទៅដល់អ្នកទិញយានយន្តអគ្គិសនីទី3គឺ charging infrastructure មានន័យថា places where EVs can charge ប្រែថាហេដ្ឋារចនាសម្ព័ន្ធដែលយានយន្តអគ្គិសនីអាចមកសារអាគុយឧទាហរណ៍ charging infrastructure is expanding rapidly ប្រែថាហេដ្ឋារចនាសម្ព័ន្ធយានយន្តអគ្គិសនីមកសារអាគុយកំពុងរីកខ្លួនយ៉ាងឆាប់រហ័សចំពោះចំណុចវេយ្យាករណ៍នៅក្នុងវីដេអូនេះយើងនឹងផ្ដោតលើ comparatives and trend language មានន័យថាការប្រៀបធៀបនិងភាសាផ្ដោតលើនិន្នាការដូច្នេះឃ្លាគន្លឹះនាថ្ងៃនេះគឺទី1 more than before ទី2 faster than ទី3 increasingly ដែលឃ្លាទាំងនេះនឹងជួយឲ្យអ្នកអាចពណ៌នាការប្រែប្រួលនិងនិន្នាការអ្វីមួយឧទាហរណ៍ទី1 electric cars are becoming more popular than ever ប្រែថារថយន្តអគ្គិសនីកំពុងមានភាពពេញនិយមច្រើនជាងមុនឧទាហរណ៍ទី2 battery technology is improving faster than expected ដែលប្រែថាបច្ចេកវិទ្យាអាគុយកំពុងវិវត្តទៅមុខលឿនជាងការរំពឹងទុកឧទាហរណ៍ទី3 people are increasingly choosing electric vehicles ដែលប្រែថាមនុស្សកំពុងជ្រើសរើសរថយន្តអគ្គិសនីកាន់តែច្រើនឡើងមុននឹងបញ្ចប់សូមប្រិយមិត្តសរសេរប្រយោគមួយដោយប្រើឃ្លាគន្លឹះដែលយើងទើបនឹងរៀនរួចរួមមាន more than before faster than ឬ increasingly នៅក្នុង comment ខាងក្រោមវីដេអូឧទាហរណ៍ EV sales are growing faster than petrol car sales យើងខ្ញុំនឹងពិនិត្យនឹងការប្រយោគរបស់លោកអ្នកជាចុងក្រោយសូមលោកអ្នកកុំភ្លេចចុច like subscribe និង share ប្រសិនបើលោកអ្នកចង់បានវីដេអូព័ត៌មានគួបផ្សំនឹងការរៀនភាសាអង់គ្លេសបន្ថែមទៀតជួបគ្នានៅមេរៀនក្រោយសូមអរគុណ